សួស្តីអ្នកនរគ្នានេះគឺជា channel ថ្មីមួយទៀតរបស់ខ្ញុំដែលកើតចេញមកពីរឿងសាមកុកដូចគ្នាដែរ channel នេះខ្ញុំធ្វើឡើងដើម្បីដាក់រឿងសាមកុកដែលខ្ញុំសរសេរដោយខ្លួនឯងឬយើងហៅថា fan fiction អញ្ចឹងអ្វីដែលអ្នកនរគ្នានឹងស្ដាប់នៅក្នុងវីដេអូមួយនេះអត់មានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រទេហើយក៏មិនមានកើតឡើងនៅក្នុងសាច់រឿងប្រឡោមលោកដែរគឺជាការប្រឌិតរបស់ខ្ញុំទាំងអស់ដោយចំណងជើង channel របស់ខ្ញុំអញ្ចឹងគឺប្រឌិតរឿងខ្ញុំនៅតែរក្សាឈ្មោះតួអង្គដដែលជាពិសេសព្រឹត្តិការណ៍សំខាន់ៗគឺវានៅតែកើតឡើងដូចមុនវគ្គនេះយើងនិយាយអំពីការរត់គេចខ្លួនរបស់គ្រួសារ Chuger ឆាកំពុងតែខឹងរឿងដែលឆាយិនបណ្ដោយឲ្យលាវប៉ៃរត់ទៅជាងសៀរួចឆាចាប់ផ្ដើមបារម្ភថា Chuger លៀងដែលជាអ្នករស់នៅលើព្រៃភ្នំនេះមិនមែនជាមនុស្សធម្មតាទេស៊ីងអ៊ីក៏បានប្រាប់គាត់ខ្លះដែរថា Chuger លៀងជាមនុស្សបែបណាឆាបានព្យាយាមសួរស៊ីស៊ូប៉ុន្តែស៊ីស៊ូចេះតែឆ្លើយដោះសារដូចជាមិនចង់ប្រាប់ឲ្យអស់ពី Chuger លៀងស៊ីស៊ូគ្រាន់តែបញ្ជាក់ប្រាប់ឆាថា Chuger លៀងខ្លាំងជាងគាត់ឆាក្រោកឈរស្រែកប្រកាសបញ្ជាឲ្យរៀបចំទ័ពដេញតាមសម្លាប់លាវប៉ៃមុនពេលដែលពួកគេអាចឆ្លងទៅដល់ជាងសៀមេទ័ពទាំងអស់ទទួលបញ្ជាឲ្យដើរចេញបំបែកផ្លូវគ្នាទៅជំរុំរៀងខ្លួនមួយសន្ទុះក្រោយមកឈិនអ៊ីក៏រត់ចូលមកយ៉ាងបញ្ញាប់បញ្ញាល់គាត់និយាយថាលោកម្ចាស់ចង់ដេញវាយលាវប៉ៃមែនទេឆាក៏តបត្រូវហើយលើកនេះគាត់ត្រូវតែកម្ចាត់លាវប៉ៃចោលទាំងអស់លោកម្ចាស់ខ្ញុំមានល្បិចមួយប្រហែលជាអាចមានប្រយោជន៍ឈិនអ៊ីសម្លឹងមុខឆាហើយក៏បន្តលោកម្ចាស់អាចចែកទ័ពមួយក្រុមតូចឲ្យឡើងទៅលើភ្នំឡុងចុងដើម្បីចាប់គ្រួសារ Chuger លៀងដែលរស់នៅទីនោះលោកម្ចាស់ក៏អាចប្រើប្រាស់ពួកគេដើម្បីបង្ខំឲ្យ Chuger លៀងចោះចូលបម្រើលោកម្ចាស់បន្ទាប់ពីសម្លាប់លាវប៉ៃរួចមនុស្សពូកែបែបនេះមិនគួរបោះចោលមិនយកមកប្រើទេឆាគិតមួយសន្ទុះក៏ងក់ក្បាលឈិនអ៊ីខ្ញុំវិសតែភ្លេចពីចំណុចនេះខ្ញុំចង់សម្លាប់លាវប៉ៃពេកភ្លេចគិតពីការទុកមនុស្សប្រើនៅថ្ងៃក្រោយឆាបក់ដៃហៅឈិនអ៊ីមកចិត្តហើយនិយាយតិចប្រាប់លើកនេះខ្ញុំចង់ចាត់ឯងឲ្យលើកតបទៅហើយត្រូវធ្វើឲ្យបានលឿនបំផុតកុំឲ្យរឿងនេះបែកការទៅក្រៅឈិនអ៊ីអោនក្បាលទទួលភារកិច្ចហើយបំរុងនឹងចាក់ចេញតែឆាក៏ហៅត្រឡប់មកវិញទៀតមិនអាចឲ្យឆ្លោះឆ្លោយដូចម្ដាយស៊ីស៊ូទេត្រូវតែចាត់មនុស្សខ្លំមើលគ្រួសារ Chuger លៀងឲ្យជាប់ទុកឲ្យពួកគេនៅរស់ដើម្បីយើងអាចបង្ខំ Chuger លៀងបានទទួលបញ្ជាលោកម្ចាស់ឈិនអ៊ីឆ្លើយយ៉ាងម៉ឺងម៉ាត់ហើយក៏ចាក់ចេញយ៉ាងប្រញាប់ឆាចេញតបដេញតាមសម្លាប់លាវប៉ៃដោយខ្លួនឯងដោយក្នុងចិត្តគាត់បានគិតរកពាក្យដែលត្រូវនិយាយដាក់លាវប៉ៃមុននឹងយកជីវិតរបស់គេឈិនអ៊ីក៏ចេញតបមួយក្រុមទៀតដែរដោយគាត់រៀបចំរទេះធំមួយទៅជាមួយគាត់នៅផ្ទះគ្រួសារ Chuger លោកស្រីហួងដែលត្រូវជាប្រពន្ធរបស់ Chuger លៀងកំពុងរៀបចំសម្លៀកបំពាក់កូនប្រុសចិញ្ចឹមរបស់គាត់អាឈៀវកំពុងអានសៀវភៅម្នាក់ឯងអ្នកភូមិម្នាក់បានរត់មកដល់ផ្ទះរបស់គាត់លោកស្រីនៅផ្ទះទេចាពូមានការអីមែនទេលោកស្រីហួងដើរចេញមកក្រៅវីវឲ្យលោកស្រីលោកគ្រូខំមិញនិងព្រះពេទ្យដុល្លារលាវរត់ចោលក្រុងសិង្ហយាបាត់ហើយតបឆៅកំពុងតែដេញតាមពីក្រោយពួកគេអាចនឹងមានគ្រោះថ្នាក់កុំតាន់អាភ័យពូរឿងនេះប្តីខ្ញុំបានផ្ញើសារប្រាប់ខ្ញុំមុនកាលពីប្រហែលថ្ងៃដែរគាត់ថាមិនអាចទប់ទល់នឹងតបឆៅបានទេមានតែដកទៅជាងសៀសិនចាំរកវិធីវាយបកមកវិញតាមខ្ញុំមើលមិនមែនមួយរយៈទេលោកស្រីបជារាជក៏ទៅតាមពួកគាត់ដែរមនុស្សរាប់ម៉ឺននាក់ធ្វើដំណើរទៅទាំងអស់គ្នាបើតបឆៅតាមតន់ច្បាស់ជាមានមនុស្សស្លាប់ច្រើនហើយលោកស្រីហួងឮបែបនេះក៏គិតឃើញថាមិនមែនតែប្តីគាត់ទេដែលអាចជួបគ្រោះថ្នាក់គ្រួសារគាត់ក៏ប្រហែលជានៅក្នុងគ្រោះថ្នាក់ដូចគ្នាពីរអ្នកគាត់កំពុងតែនិយាយគ្នាChugerជីងដែលជាប្អូនប្រុសរបស់ Chuger លៀងក៏មកដល់លោកពូដែលមកប្រាប់ដំណឹងនោះក៏លាពួកគាត់ទៅវិញChugerជីងអោនគោរពមុននឹងនិយាយបងប្រុសជួបសត្រូវខ្លាំងហើយលើកនេះគាត់ដកទ័ពទៅជាងសៀដើម្បីខ្ចីកម្លាំងពីអ្នកប្រុសលាវឈីមកទប់ទល់នឹងឆាបងឯងប្រហែលជាធ្វេសប្រហែសត្រង់ណាមួយហើយមិនដឹងថាគាត់មានវិធីទប់ទល់ឬអត់ទេកុំតាន់បារម្ភពីបងប្រុសខ្ញុំគិតថាពួកយើងគួរតែរៀបចំខ្លួនដើម្បីចាកចេញពីទីនេះដែរទៅលោកស្រីហួងងក់ក្បាលហើយនិយាយថាបងក៏មើលឃើញបែបនេះដែរឆាមិនអាចលើកលែងឲ្យពួកយើងទេ
អ្នកស៊ើបការនៅជីងជើប្រកាសជាយកដំណឹងគ្រួសាររបស់យើងទៅប្រាប់ឆាវឆាវមិនខានជូកាជីងបន្តថាឆាវឆាវធ្លាប់ចាប់ម្ដាយលោកបងស៊ីគំរាមឲ្យគាត់ទៅស៊ីឆាងម្ដងហើយរឿងអីដែលគេមិនចាប់ខ្លួនពួកយើងគំរាមលោកបងឲ្យធ្វើតាមគេដែរនោះយើងមិនអាចនៅទីនេះបានទេលោកស្រីហួងតបត្រូវហើយឥឡូវបងចូលទៅរៀបចំមុនឯងទៅអញ្ជើញពុកបងមកផងយើងនឹងចាក់ចេញទាំងអស់គ្នាជូកាជីងក៏ធ្វើតាមភ្លាមលោកស្រីហួងចូលមករៀបចំបង្វិចកៅអៅនិងដាក់ចំណីអាហារខ្លះតាមខ្លួនគាត់ស្រែកហៅកូនប្រុសឲ្យចូលមករៀបចំដែរអាឈៀវពួកយើងត្រូវរត់គេចខ្លួនហើយកូនជួយរៀបចំម៉ែបន្តិចអាឈៀវឮភ្លាមក៏យល់ការភ្លាមទម្លាក់សភៅចោះហើយរត់ទៅរកបង្វិចមួយទៀតនៅក្រោមគ្រែមកជួយរៀបចំគ្នាម៉ែរូបគោឈើដែលម៉ែគូនេះយកទៅជាមួយឬអត់លោកស្រីឈៀវងាកមើលហើយក៏ប្រាប់ថាយកកូនម៉ែខំគូច្រើនថ្ងៃណាស់ដាក់ក្នុងបង្វិចសិនទៅពួកគេកំពុងតែរៀបចំលោកស្រីហួងក៏លឺសូរសម្រាប់ជើងសេះមកកាន់តែចិត្តគាត់ដឹងច្បាស់ថាគឺជាកងទ័ពឆាវមិនអាចជាកងទ័ពរបស់លាវប៉ៃមកជួយរំដោះពួកគាត់ទេអញ្ចឹងគាត់ក៏គិតរកកន្លែងលាក់ខ្លួនទាំងពីរនាក់គាត់គិតមិនទាន់ឃើញផងអាជីវក៏ងើបឡើងមកអូសដៃម្ដាយទៅពួននៅក្រោមគ្រែរបស់ជូកលៀងហើយនិយាយថាកុំមាត់ចាំគាត់ទៅបញ្ឆោតពួកគេលោកស្រីហួងចាប់ដៃកូនរបស់ខ្លួនឯងជាប់សួរថាឯងចង់ធ្វើអីហ្នឹងអាជីវញញឹមហើយនិយាយថាខ្ញុំមានវិធីឲ្យម៉ែលាក់ខ្លួនឲ្យតែចិត្តទៅអាជីវចេញមកដល់កន្លែងដាក់សភៅធ្វើជារើកកាយរបស់របរនៅក្នុងផ្ទះឲ្យរប៉ាត់រប៉ាយនិងបោកប៉ាន់តែនិងពេងតែទៅដីទាំងអស់វាយកធ្យូងគូមុខខ្លួនឯងហែកសម្លៀកបំពាក់ជាច្រើនកន្លែងអាជីវទៅកកាយរកបន្ទះឫស្សីដែលភាគច្រើនគឺជាកំណាបរបស់ជូកលៀងសរសេរហើយបន្ទាប់មកយកមកដាក់ក្បែរគ្រែហើយដើរចេញទៅមុខទ្វារឆាន់អ៊ីរត់ឡើងមកដល់លើផ្ទះជាមួយទាហានប្រហែលជា10នាក់ក៏ឃើញក្មេងប្រុសម្នាក់ដែលគាត់មិនដឹងថាជាអ្នកណាកំពុងតែឈរនៅក្នុងផ្ទះជូកលៀងក្មេងនោះកំពុងតែបំផ្លាញរបស់របរឆាន់អ៊ីសួរថាអូនតូចឯងនៅទីនេះធ្វើអីអាជីវក៏តបវិញថាម្ចាស់ផ្ទះនេះគេចាក់ចេញ 4-5 ថ្ងៃហើយគាត់គ្រាន់តែមករកអីហូបទេតាមអ្វីដែលឆាន់អ៊ីស៊ើបដឹងជូកលៀងមិនទាន់មានកូនទេកុំថាឡើយកូនធំបែបហ្នឹងជូកលៀងទើបតែរៀបការប៉ុណ្ណោះដូច្នេះក៏គិតថាក្មេងនេះអាចជាកូនរបស់អ្នករស់នៅក្បែរគ្នាលួចចូលមកបំផ្លាញផ្ទះរបស់ជូកលៀងឆាន់អ៊ីមើលឆ្វេងស្ដាំមិនអស់ចិត្តក៏គាត់ដើរចូលទៅក្នុងកន្លែងដែលជូកលៀងដេកគាត់ដើរចូលទៅតែម្នាក់ឯងទេគាត់មើលជុំវិញឃើញថាស្ងាត់អត់មានមនុស្សលោកស្រីហួងនៅក្រោមគ្រែតាមមើលសម្ោជើងដែលដើរចុះដើរឡើងនៅក្បែរគាត់មិនដឹងថាខ្លួនឯងអាចគេចរួចឬអត់ទេស្រាប់តែឆាន់អ៊ីឈប់ស្ងៀមក៏អោនចុះក្រោមក្បែរកន្លែងលាក់ខ្លួនរបស់លោកស្រីហួងពេលនោះឆាន់អ៊ីប្រទះភ្នែកជាមួយនឹងកំណាបមួយនៅលើបន្ទះឫស្សីគាត់លើកបន្ទះឫស្សីនោះមកអានហើយដាក់ចុះបន្ទាប់មកលើកមួយទៀតមកអានក៏ដាក់ចុះគាត់អានរហូតភ្លេចខ្លួនក៏ដើរចេញទៅក្រៅវិញបាត់ឆាន់អ៊ីបានបញ្ជាឲ្យទាហានទៅដើរតាមរនៅលើភ្នំបន្តទៀតគាត់និយាយតិចៗម្នាក់ឯងគ្រាន់តែកំណាបដែលសរសេរលេងសោះក៏អាចបង្ហាញពីប្រាជ្ញាដ៏អស្ចារ្យដែរវាមិនចម្លែកទេដែលគាត់តាមមិនទាន់ឆាន់អ៊ីដើរមកអង្គុយចុះក្បែរអាឈៀវហើយសួរថាឯងស្គាល់ម្ចាស់ផ្ទះនេះទេអាឈៀវក៏វិក្បាលឆាន់អ៊ីក៏ប្រាប់ថាម្ចាស់ផ្ទះនេះជាមនុស្សដែលកម្រនឹងបានជួបណាស់និយាយរួចគាត់ក៏ចាក់ចេញទៅឆាន់អ៊ីឡើងសេះដេញតាមរកគ្រួសារជូកឺបន្តទៀតមួយសន្ទុះក្រោយមកជូកជីងនិងលោកម្ចាស់ហួងក៏មកដល់លោកម្ចាស់ហួងសួរចៅរបស់គាត់ថាអាឈៀវម៉ែឯងនៅណាអាឈៀវចង្អុលទៅក្រោមគ្រែប្រាប់ថានៅក្រោមគ្រែណាលោកតាលោកស្រីហួងចេញពីក្រោមគ្រែមកវិញសម្លឹងមើលមុខកូនប្រុសរបស់គាត់ចង់សរសើរពីប្រាជ្ញាកូនគាត់ដែរតែមិនមានពេលច្រើនពួកគាត់ក៏បញ្ញាប់ចាក់ចេញពីផ្ទះស្បូវនោះជូកជីងនិយាយពីផែនការខ្លីៗរបស់គាត់ថាពួកយើងគួរទៅរកកន្លែងលាក់ខ្លួនសិនចាំមើលសភាពការបន្តបើសិនជាលោកបងអាចទៅដល់ជាងសៀចាំយើងរកវិធីទៅតាមគាត់បន្ទាប់ពីឯកភាពគ្នាហើយពួកគេក៏ចាក់ចេញទៅជូកឈៀវគឺជាកូនប្រុសរបស់ជូកជីងដែលពេលនោះនៅជីងជើដោយសារតែជូកលៀងអត់មានកូនក៏សុំកូននេះពីបងប្រុសគាត់មកចិញ្ចឹមដើម្បីទុកជាកូនបន្តពូជជូកឈៀវគឺជាប្អូនបង្កើតរបស់ជូកខៈនៅក្នុងប្រវត្តិសាស្ត្រគេសរសើរតែជូកខៈទេហើយគេគិតថាជូកឈៀវមិនពូកែដូចជាបងរបស់គាត់ប
ប៉ុន្តែតើមានអ្នកណាគេដឹងខ្លះថាគាត់បានជួយជីវិតគ្រួសារខ្លួនឯងដោយអាចបញ្ឆោតទីប្រឹក្សាពូកែម្នាក់របស់ឆាវឆាវបានយ៉ាងងាយសាច់រឿងនេះចប់នៅត្រឹមហ្នឹងបើសិនជាអ្នកនរគ្នាមានយោបល់បន្ថែមអាចចូលមកខមមិននៅខាងក្រោមបានឬក៏សំណូមពរឲ្យធ្វើតាក់ទងជាមួយនឹងតួអង្គណាមួយក៏អាចសំណូមពរនៅខាងក្រោមបានដូចគ្នាដែរបើពេញចិត្តវីដេអូនេះកុំភ្លេចចុច like ផងហើយក៏អាច subscribe channel នេះមួយដែរអរគុណសម្រាប់ការស្ដាប់ចាំជួបគ្នានៅក្នុងសាច់រឿងក្រោយទៀត